ពីមនុស្សដែលខឹងច្រើនមកមនុស្សខឹងតិចខឹងច្រើនក៏ដោយប៉ុន្តែយល់ថាហេតុអីបានអាត្មាអញខឹងយល់មែនទេហេតុអីបានជាមួយថ្ងៃរវល់ហេតុអីបានមួយថ្ងៃបានមានទុក្ខដោយសារអីទីណាមានការជាប់ជំពាក់ទីនោះមានទុក្ខអីញាតិញោមមិនអាចគេចផុតពីទុក្ខបានទេដរាបណាញាតិញោមនៅជាប់ចំពាក់ដូចជាញាតិញោមកាន់ភ្លើងនៅក្នុងដៃអញ្ចឹងមិនបាច់សួរថាមិនបានក្តៅទេអាភ្លើងនោះវាក្តៅអញ្ចឹងយល់មែនទេប៉ុន្តែញាតិញោមឃើញជីវិតរបស់ព្រះសង្ឃពួកអាត្មាវាសុខមួយយ៉ាងទេប៉ុន្តែមិនមែនសុខរហូតទេសុខកើតឡើងពីការលះប៉ុន្តែសួរថាសុខរហូតទេអត់ទេដោយសារអីដោយសារនៅក្នុងដួងចិត្តរបស់អាត្មាគ្រប់ព្រះអង្គនឹងនៅមានតួដែលនាំឲ្យកើតទុក្ខគឺអវិជ្ជាតណ្ហានិងឧបាទានប៉ុន្តែពេលដែលយើងរៀនប្រព្រឹត្តនៅដំណើរនៃជីវិតរបស់យើងតាមធម៌ព្រះអង្គទៅអាកលេសនឹងវារៀងទ្រាំចុះដែរដល់ទ្រាំចុះទៅសុខខ្លះឯងញាតិញោមសុខខ្លះអត់សុខខ្លះអញ្ចឹងយើងមកប្រហែលថ្ងៃហ្នឹងមករៀនញាតិញោមខ្លះក៏បានរៀនច្រើនញាតិញោមខ្លះក៏បានរៀនតិចអានឹងជាឧបនិស្ស័យរបស់យើងប៉ុន្តែញាតិញោមត្រូវលើកទឹកចិត្តខ្លួនឯងលើកទឹកចិត្តនេះត្រូវប្រើធម៌របស់ព្រះអង្គមកលើកអត់មានប្រើកលេសមកលើកបានទេព្រះអង្គសរសើរព្រះអង្គសរសើរថាអ្នកដែលអាចលះនៅកាមវត្ថុទាំងឡាយ1ម៉ោងក៏ដោយ2ម៉ោងក៏ដោយ3ម៉ោងក៏ដោយមួយថ្ងៃក៏ដោយ2ថ្ងៃក៏ដោយ3ថ្ងៃក៏ដោយ4ថ្ងៃក៏ដោយព្រះអង្គថាបុគ្គលនោះជាបុគ្គលអស្ចារ្យណាស់អស្ចារ្យត្រង់ណាអស្ចារ្យត្រង់ធ្វើបាននៅអ្វីដែលគេធ្វើមិនបាននេះអាត្មាសម្រាយធម៌ព្រះអង្គឯណាធ្វើបាននៅអ្វីដែលគេធ្វើមិនបានដែលព្រះអង្គសរសើរនៅក្នុងចន្ទឌីលសូត្រថាឧបាសកឧបាសិការបស់ព្រះសម្មាសម្ពុទ្ធនេះដូចជាផ្កាឈូកបឋមៈហេតុអីបានអាចខ្លាយជាទៅផ្កាឈូកបានអានឹងតើតែមានសទ្ធាជឿជាក់ក្នុងគុណរបស់ព្រះសម្មាសម្ពុទ្ធគុណពធព្រះសង្ឃហើយលះបង់នៅកម្លាំងកាយកម្លាំងចិត្តតើតាមអវាទរបស់ព្រះអង្គច្នៃប្រឌិតនៅជីវិតសាមញ្ញនឹងឲ្យមកជីវិតដល់ឧត្តមឧត្តមបានញាតិញោមដែលឃើញផ្កាឈូកណាពេលវាដកក្នុងទឹកយើងអត់ឃើញទេប៉ុន្តែពេលដែលផុតទឹកផុតអីទៅរីកទៅបានយើងឃើញផ្កាឈូកញោមណាហើយយើងឃើញតម្លៃពីផ្កាឈូកប៉ុន្តែផ្កាឈូកនឹងមានតម្លៃដោយសារអីញាតិញោមដោយសារភក់ដែរមែនអត់ភក់អត់ទឹកនឹងមានតម្លៃទេមែនទេញាតិញោមអញ្ចឹងព្រះអង្គសម្ដែងថាជីវិតរបស់យើងនឹងកើតនៅក្នុងโลករស់នៅក្នុងលោកពាក្យថាក្នុងលោកនឹងជាតួបញ្ចខណ្ឌភាសាសាមញ្ញក្នុងសង្គមដែលជបោកច្បល់រឿងរ៉ាវរឿងនោះប៉ុន្តែញាតិញោមដកចិត្តរបស់ញាតិញោមបានមួយខណៈពីរឿងរ៉ាវទាំងអស់នោះមកសង្ងំអភិរមនៅក្នុងព្រះកម្មដ្ឋានរៀនរស់នៅដោយស្ងៀមស្ងាត់នេះបានព្រះអង្គសរសើរថាឧបាសកឧបាសិការបស់ព្រះអង្គនឹងជាឧបាសកឧបាសិកាផាត់ទុមៈការជួបបញ្ហាដែរប៉ុន្តែចេះតែរៀនដកចិត្តនឹងបន្តិចឲ្យនឹកឃើញនៅព្រះធម៌បើយើងអត់សន្សំពីការនឹកឃើញនៅព្រះធម៌ទេញាតិញោមតែជួបទុកនឹងចាញ់បោកកលេសថែមហើយបើយើងអត់សន្សំនៅក្នុងការនឹកឃើញធម៌របស់ព្រះអង្គខឹងយើងជាបុថុជននេះនៅតែខឹងអញ្ចឹងប៉ុន្តែត្រូវនឹកឃើញធម៌ព្រះអង្គកើតទុកដែរនឹកឃើញធម៌ព្រះអង្គអន់ចិត្តដែរនឹកឃើញធម៌ព្រះអង្គពេលដែលយើងសន្សំយូរទៅមានរឿងអីក៏ដោយក្នុងជីវិតគឺយើងតែងតែញ៉ាំងឲ្យចិត្តរបស់យើងនឹងជ្រាបនៅក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធដែលជាតួសតិនឹងហើយ